សួស្តីកូនទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី38ពណ៌នាអំពីព្រឹត្តិការណ៍តែងសេចក្តីចូលអានអត្ថបទខាងក្រោមតើអត្ថបទនេះពណ៌នាអំពីអ្វីឥឡូវកូនពិនិត្យមើលរូបភាពនេះគឺជារូបភាពគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាមកធ្វើការអានអត្ថបទរបស់យើងដែលមានចំណងជើងថាគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងអានជាមួយលោកគ្រូតោះចាប់ផ្ដើមកាលពីថ្ងៃអាទិត្យមុនមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រង់ចំណុចផ្លូវកោងក្បែរសាលារៀនមួយមុនពេលកើតហេតុគេឃើញមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយមានបុរសម្នាក់បើកបរម៉ូតូពីលិចទៅកើតក្នុងល្បឿនលឿនលួសទៅដល់ចំណុចផ្លូវកោងហើយរអិលផងម៉ូតូក៏បានជ្រុលចង្កូតធ្លាក់ពីលើចិញ្ចើមផ្លូវរួចទៅបុកនឹងដើមឈើអ្នករស់នៅក្បែរនោះរួមទាំងអ្នកដំណើរបានស្ទុះទៅមើលហេតុការណ៍នេះក្រោយពេលកើតហេតុគេឃើញម៉ូតូត្រូវខូចខាតទាំងស្រុងរីឯអ្នកបើកបរវិញមានឈាមពេញខ្លួនដោយរងរបួសធ្ងន់ដេកសន្លប់ស្ដោកស្ដឹងមួយសន្ទុះក្រោយមកគេឃើញមានកម្លាំងសមត្ថកិច្ចមកជួយធ្វើអន្តរាគមន៍យកអ្នករបួសទៅកាន់មន្ទីរពេទ្យដូចនេះយើងគ្រប់គ្នាត្រូវប្រុងប្រយ័ត្នជានិច្ចនិងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួននៅពេលធ្វើដំណើរក្រោយពីកូនបានអានជាមួយលោកគ្រូរួចមកកូនអានឲ្យបានច្រើនដងច្រើនសារដើម្បីយល់ក្នុងអត្ថបទរបស់យើងដើម្បីងាយស្រួលទៅធ្វើការសរសេរតែងសេចក្តីអញ្ចឹងកូនដែលពុំទាន់បានចុច Subscribe កូនចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនថ្មីពីលោកគ្រូ